ពាក្យចាស់លោកពោលថាបើស្លត្រីព្រួលកុំឲ្យចោលស្រការីឯបើស្លត្រីប្រាវិញកុំឲ្យចោលស្រកីបងប្អូនដែលធ្លាប់បានឮអត់ពាក្យសុភាសិតនេះខ្ញុំបានឮតាំងពីក្មេងឥឡូវកំពុងគិតថាលុយ 2000 តើអាចទិញម្ហូបញ៉ាំបានអត់ណាបងប្អូនឥឡូវនៅកំពុងធ្លាក់ភ្លៀងខ្លាំងឥឡូវតោះទៅមើលទាំងអស់គ្នាតើខ្ញុំអាចទិញម្ហូបញ៉ាំបានអត់លុយចំនួន 2000 ឥឡូវខ្ញុំទិញបានហើយក្បាលត្រីប្រានេះអស់ចំនួន 1000 រៀលហើយចំណែកឯបន្លែវិញតកួនគឺខ្ញុំបេះនៅស្រះខាងក្រោយផ្ទះណាបងប្អូនបេះបានឡើង1លីធំអញ្ចឹងមានតកួនហើយមានត្រីហើយអញ្ចឹងធ្វើអីហូបទៅណអញ្ចឹងទៅមើលទាំងអស់គ្នាបងប្អូនបងប្អូនតកួនហ្នឹងលាងវាបាន 4-5 ទឹកមកណាឲ្យវាអស់ជ័រហើយចំបាច់វាបែកឲ្យអស់ជ័រមកណាហើយចំណែកគ្រឿងវិញខ្ញុំទិញគេស្រាប់បងប្អូនហើយខ្ញុំយកមកបុកខ្ទឹមលាបន្ថែមណាដាក់ប្រេងឆាកូរគ្រឿងយើងឡើងឈ្ងុយបន្តិចទៅបងប្អូនហើយសុំយើងចាក់ក្បាលត្រីចូលក្នុងគ្រឿងយើងទៅហើយកកូរវាឲ្យឡើងឆ្អិនបន្តិចហើយសុំយើងថែមអំបិលបន្តិចប៊ីចេងបន្តិចមកហើយខ្ញុំដាក់ទឹកត្រីបន្តិចណាបងប្អូនហើយយើងកូរវាឲ្យសព្វគ្រឿងមកងាស់វារាងឆ្អិនបន្តិចមកហើយយើងមើលត្រីយើងឆ្អិនហើយយើងដួសដាក់ចានម្លែកសិនណាបងប្អូនដួសចេញពីគ្រឿងឥឡូវគ្រឿងនៅឆ្នាំងហ្នឹងយើងកុំដួសចេញខ្ញុំថែមប្រហុកប៉ិនមេដៃខ្ញុំអត់ដាក់ប្រហុកច្រើនទេព្រោះខ្លាចវាស្អុយប្រហុកអញ្ចឹងណាខ្ញុំអត់សូវចូលចិត្តប្រហុកហើយយើងកូរប្រហុកនឹងគ្រឿងនៅនឹងបាតឆ្នាំងហ្នឹងយើងកូរវាឲ្យសព្វមកបងប្អូនកូរវាឲ្យលាយគ្រឿងឲ្យសព្វមកហើយបើថាកូរពេកយើងថែមទឹកម៉ាន់តិចមកហើយកូរវាឲ្យសព្វគ្រឿងជាមួយនឹងប្រហុករបស់យើងមកហើយខ្ញុំដាក់បន្លែតកួនហើយនឹងម្ជូរបងប្អូនពេលយើងដាក់បន្លែយើងត្រូវដាក់ម្ជូរភ្លាមចឹងណាព្រោះដើម្បីកុំឲ្យបន្លែរបស់យើងហ្នឹងវាឡើងខ្មៅចឹងហើយមើលបន្លែរបស់យើងសពាប់បន្តិចយើងត្រូវដាក់ត្រីដែលយើងបានស្រង់ទឹកណាបងប្អូនដាក់ត្រីហើយយើងចាក់ទឹកមកល្មមខាប់ល្មមចឹងណាហើយយើងងាស់វារហូតដល់វាឆ្អិនចឹងណាឥឡូវស្លរបស់យើងបានឆ្អិនហើយចុងក្រោយខ្ញុំដាក់ស្ករមកចិបចឹងណាព្រោះបើយើងដាក់ស្ករមុនខ្លាចវាឆ្អាបត្រីឥឡូវឃើញថាស្លរបស់យើងគឺឆ្អិនហើយដួសគោមើលគឺឆ្អិនល្មមបន្លែនឹងត្រីហើយជាចុងក្រោយខ្ញុំដាក់ម្អមជាការស្រេចឥឡូវដួសដាក់ចានមកគឺថាតំណងមែនទែនបងប្អូនចំណាយលុយតែ2000 រៀលបានម្ហូបមួយយ៉ាងឆ្ងាញ់ហើយមុននឹងញ៉ាំរត់ទៅបេះម្ទេសនៅក្រោយផ្ទះបាន 4-5 គ្រាប់សិនដើម្បីបង្កើនរសជាតិបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើននៅការចូលទស្សនានិងការ follow page របស់បងប្អូនអរគុណច្រើនបាយបាយ